ទឹកចំនួននៅភាគខាងត្បូងប្រទេសចិនបានធ្វើឲ្យសត្វពស់ជាង900ក្បាលត្រូវរួចពីកសិដ្ឋាននិងហូរទៅសហគមន៍របស់ប្រជាពលរដ្ឋព័ត៌មានផ្សាយពីប្រទេសចិនទឹកចំនួននៅក្នុងតំបន់ខ្វាំងស៊ីភាគខាងត្បូងប្រទេសចិនកំពុងបង្កមានគ្រោះថ្នាក់ដ៏កម្រមួយបន្ទាប់ពីមានសត្វពស់ប្រមាណជាង900ក្បាលបានរួចពីកសិដ្ឋាននិងបានហូរតាមទឹកទៅកាន់សហគមន៍រស់នៅរបស់ប្រជាពលរដ្ឋដោយយោងទៅតាមការចុះផ្សាយរបស់បណ្ដាញសារព័ត៌មាន The Straits Times នៅក្នុងថ្ងៃទី9 ខែកក្កដាបានបញ្ជាក់ថាគិតត្រឹមពេលនេះមានស្ត្រីម្នាក់បានស្លាប់បាត់បង់ជីវិតដោយត្រូវពុះចឹកនៅចំពោះមុខស្ថានភាពដ៏គ្រោះថ្នាក់នេះអាជ្ញាធរគ្រប់តំបន់នៅខេត្តខ្វាំងស៊ីបានសម្រេចបង្កើត clinic បណ្ដោះអាសន្នជាច្រើនកន្លែងដើម្បីត្រៀមព្យាបាលជនរងគ្រោះដោយសារពុះចឹកឲ្យបានទាន់ពេលវេលាសូមបញ្ជាក់ជូនថាតំបន់ខ្វាំងស៊ីគឺជាមជ្ឈមណ្ឌលចិញ្ចឹមសត្វពស់បែបពាណិជ្ជកម្មធំជាងគេនៅក្នុងប្រទេសចិនដែលមានសត្វពស់ប្រសរុបប្រមាណជាង30លានក្បាលត្រូវបានបង្កាត់ពូជសម្រាប់យកធ្វើជាឱសថបុរាណសម្រាប់យកស្បែកនិងយកសាច់ជាដើមយោងតាមកាសែត Global Times អាជ្ញាធរមូលដ្ឋានបានដាក់ពង្រាយកម្លាំងជួយសង្គ្រោះដើម្បីដោះស្រាយស្ថានភាពខេត្តខ្វាំងស៊ីបានជួបប្រទះនឹងភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ដោយសារតែឥទ្ធិពលនៃព្យុះទីហ្វុងម៉ៃសាក់ដែលបណ្ដាលឲ្យអាងស្តុកទឹកជាច្រើននៅក្នុងទីក្រុងហេងជូនិងណានីងប្រឈមមុខនឹងស្ថានភាពអាសន្នកសិដ្ឋានក្នុងស្រុកចិញ្ចឹមពស់3ប្រភេទជាចម្បងគឺមានពស់វែកពស់កណ្ដុររាជនិងពស់ទឹកដែលពស់វែកជាពស់ដែលមានពឹសអ្នកបង្កាត់ពូជពស់ក្នុងស្រុកម្នាក់បានសង្កត់ធ្ងន់ថាពស់ភាគច្រើននៅក្នុងកសិដ្ឋានទំនងជាងាប់បន្ទាប់ពីលិចក្នុងទឹកយូរពេកយោងតាមការថ្លែងបញ្ជាក់ពីមេភូមិនៅភូមិតឹងវៃប្រាប់អ្នកសារព័ត៌មាន Red Star News កាលពីរសៀលថ្ងៃទី7ខែកក្កដាឆ្នាំ2026កន្លងទៅបានរៀបរាប់ថាពួកវាពស់នឹងបានរួចចេញនៅព្រឹកថ្ងៃទី6ខែកក្កដាហើយបើតាមការប៉ាន់មើលជាបឋមមានពស់ខ្ទង់ប្រមាណ800ទៅ900ក្បាលបានរួចចេញក្រោយកសិដ្ឋានត្រូវទឹកចំនួនបំផ្លិចបំផ្លាញទៅគិតមកទល់ពេលនេះមានអ្នកភូមិម្នាក់ត្រូវបានពស់ចឹកនិងកំពុងទទួលការព្យាបាលបន្ទាន់នៅមន្ទីរពេទ្យមេភូមិដដែលបានបន្តឲ្យដឹងទៀតថាពស់ដែលបានរួចខ្លួនទាំងនោះមិនមែនសុទ្ធតែមានពឹសទាំងអស់នោះទេដែលមួយចំនួនធំគឺជាពស់ដែលគ្មានពឹស